ដល់រដូវកាលជ្រក់មមាញអឺរ៉ុបដុះហើយបងប្អូន ចឹងនៅចាំអីទៀតយើងក្តិចម្នាក់ម្ដាយយកមកធ្វើជ្រក់ញ៉ាំទៅហើយសម្រាប់ជ្រក់មមាញនេះរសជាតិឆ្ងាញ់មែនតើខ្ញុំដាក់សណ្តែកដែលបន្តខ្លួនឯងទៀតអូយត្រូវតែម្ដងជាមួយនឹងថៃអាំងហើយមានកន្ទុយហេះតិចបាយក្តៅតោះអញ្ចឹងទៅដកជាមួយខ្ញុំហើយនេះមមាញដែលដុះនៅតាមសួនណាបងប្អូនមមាញនេះខ្ញុំដករាល់ក្តិចរាល់ឆ្នាំហ្មងណាអត់មានអ្នកណាក្តិចទេបងប្អូនក្រៅពីខ្ញុំ ព្រោះអត់មានអ្នកញ៉ាំហ៎ហើយដុះនៅគៀនព្រៃចឹងអត់ទៅបារម្ភរឿងឆ្កែជំនោមជួយអីដាក់ទេយើងក្តិចតែខ្ចីមកណាបងប្អូនចឹងហុញកូនដើរកុំឲ្យខាតឃើញមមាញយើងបេះយកមកជ្រក់មកហើយទុកបីថាដុះអញ្ចឹងក៏យើងអត់ទុកចិត្តដែរបងប្អូនយកមកលាងសម្អាតឲ្យច្រើនទឹកចឹងណាហើយបើសិនជាបងប្អូននៅតែបារម្ភទេយើងអាចដាំទឹកស្រស់អីមកភ្លោកចឹងណានេះខ្ញុំលាង 4-5 ទឹកណាហើយនេះជាទឹកអំបិលឥឡូវនេះខ្ញុំដាំទុកសម្រាប់ធ្វើជ្រក់ហ្នឹងណាហើយបងប្អូនមកចង់ឆាប់ជូរដាក់អំបិលតិចបានហើយខ្ញុំដាក់នេះចូលដៃបងប្អូនហើយអំបិលសុកនេះអំបិលគោះប្រៃមែនតែនហ្មងហើយធ្លាប់ធ្វើផ្អកសាច់ជ្រូកក៏បងប្អូនខ្ញុំថ្លឹងអំបិលអីទៅតាមរូបមន្តតែប្រៃខ្លាំងខ្ញុំមិនដឹងថាអំបិលនៅស្រុកនេះប្រៃម្លឹងបងប្អូនហើយបន្ទាប់ពីដាំទឹកអំបិលហើយយើងមានកែវស្អាតចឹងដាក់មមាញយើងក្នុងកែវហើយយើងចាក់ទឹកអំបិលនឹងចូលសិនបងប្អូនដាក់អំបិលតិចចឹងឆាប់ជូរដោយសារខ្ញុំដាក់អំបិលច្រើនចឹងគ្រាន់ជូរតែអត់អីទេគ្រាន់ជូរគ្រាន់ទៅនេះខ្ញុំវិធីមួយទៀតហើយយើងកាច់ឈើឲ្យសកត់ឲ្យលិចចូលក្នុងទឹកចឹងណាបងប្អូនធ្វើជ្រក់ឲ្យយើងប្រើកែវថ្មចឹងណាវាសុវត្ថិភាពព្រោះអីយើងប្រើកែវចោលវាអាចចេញក្លិនយើងចាក់ទឹកក្តៅចូលចឹងណាហើយអញ្ចឹងដាក់អញ្ចឹងហើយខប់ទុកប្រហែលជា2 ទៅ 3 ថ្ងៃបងប្អូនអត់ជ្រក់ខ្ញុំអត់ជឿមួយដូចខ្ញុំនិយាយពីដើមអញ្ចឹងវាដាក់អំបិលចិនពេកនេះបងប្អូន3ថ្ងៃក្រោយចេញរូបរាងហើយដោយសារឆាប់ញ៉ាំហ្មងបងប្អូនចង់ញ៉ាំអញ្ចឹងក៏យកមកលាយជ្រក់ម្សៅទៀតចឹងណាហើយនេះសណ្តែកបដោះខ្ញុំបដោះខ្លួនឯងហើយបងប្អូនចឹងដឹងរបៀបបដោះសណ្តែកហ្នឹងខ្ញុំមានវីដេអូបងប្អូនអាចចូលមើលបាននិយាយពីថានឹងខ្ញុំប្រាប់តិចនៅក្នុងនឹងអស់ហើយសណ្តែកយើងល្អថ្លោះមែនតែនបងប្អូនហើយតោះទៅដាំទឹកដើម្បីធ្វើលាយជ្រក់មមាញរបស់ខ្ញុំត្បូងយកដាក់កូរស្ករឲ្យឡើងឈ្ងុយសិនមកណាឲ្យឡើងក្រហមសិនទៅហើយវាអត់មានរូបមន្តជាក់លាក់បងប្អូនដូចជាទៅតាមបងប្អូនចំណង់ចំណូលចិត្តចឹងណាបន្ទាប់ពីកូរក្រហមចឹងហើយយើងចាំចាក់ទឹកឲ្យបងប្អូនស្ករសពេលបងប្អូនចង់កូរឲ្យក្រហមចឹងបងប្អូនកុំដាក់ទឹកចូលបើដាក់ទឹកឡើងក្រាមហើយយើងគាត់ទៅបើកភ្លើងដាក់ស្ករទៅឲ្យវារលាយដោយខ្លួនឯងចឹងទៅវាឡើងក្រហមហើយបន្ទាប់ពីក្រហមអស់ចឹងចាំយើងចាក់ទឹកបើសិនជាបងប្អូនលាយជាមួយទឹកកូរគឺអត់ឡើងក្រហមទេស្ករយើងទៅជាក្រាមហើយបន្ទាប់មកខ្ញុំដាក់ម្សៅស៊ុបហើយលួចអំបិលបន្តិចហើយខ្ញុំមានដាក់ទឹកខ្មេះផងដែរបងប្អូនពួកអីជូរអត់ជូរមានតែដាក់ទឹកខ្មេះអញ្ចឹងលាយហើយក្នុងនឹងខ្ញុំមាននេះបងប្អូនស្ងោរម្ទេសជាមួយសម្រាប់កិនណាតែដោយសារខ្ញុំអត់បានថតរវល់មកកូនយើងដល់ពេលធ្វើទៅក៏អត់បានថតចូលហើយមមាញហ្នឹងយើងខ្លាច់ប្រៃក៏យកចេញមកលាងសម្អាតមកទឹក2ទៀតទៅចាំយកមកកាត់កង់ខ្លីៗចឹងទៅណាចាំខ្ញុំមកធ្វើជ្រក់ហើយនឹងខ្ញុំមានខ្ទឹមក្រហមម្ទេសអីលាយជាមួយផងដែរនេះបងប្អូននេះខ្ញុំកិនម្ទេសម៉ត់ហើយដាក់ចូលម្ទេសហ្នឹងខ្ញុំស្ងោរជាមួយនឹងទឹកដែលខ្ញុំសម្រាប់ជ្រក់ហ្នឹងណា
ស្ងោរហើយយើងស្រង់តែម្ទេសយកមកកិនហើយយើងយកទៅដាក់ហើយនេះដាក់សណ្តែកបដោះចូលសណ្តែកបដោះយើងបដោះខ្លួនឯងអញ្ចឹងវាសុវត្ថិភាពបងប្អូនយើងចង់ញ៉ាំឆៅអីក៏អត់បារម្ភដែរបើសិនជាយើងទិញនៅហាងវៀតណាមលក់អីគឺអត់កោតទេបងប្អូនញ៉ាំឆៅខ្លាចឈឺពោះអញ្ចឹងណាតែមកនៅស្រុកខ្មែរអត់អីទេហើយដោយសារខ្ញុំធ្វើជ្រក់ញ៉ាំភ្លាមអញ្ចឹងក៏ច្បាច់ស្តែកនឹងឲ្យរៀងទន់តិចទៅភ្លក់ទៅបងប្អូនភ្លក់ទៅតាមចំណង់ចំណូលចិត្តបងប្អូនត្រូវការចឹងទៅហើយតែប៉ុណ្ណឹងរួចហើយជក់មមីងរបស់ខ្ញុំបើសិនជាធ្វើបងប្អូនធ្វើខុសហ្នឹងអីក៏អធិស្ឋានបងប្អូនខ្ញុំធ្វើរបៀបខ្ញុំចឹងណាហើយវីដេអូហ្នឹងមានតែប៉ុណ្ណឹងទេណាខ្ញុំសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ